លទ្ធផលការប្រកួតសំខាន់ៗនៃពានរង្វាន់ FA Cup Manchester City បានបំបាក់ Exeter City យ៉ាងចាស់ដៃដោយក្រុមមេឃៀវ Manchester City បានបង្ហាញទម្រង់លេងយ៉ាងសាហាវដោយបានយកឈ្នះ Exeter City ក្នុងលទ្ធផលមិនគួរឲ្យជឿ10-1 កីឡាករចំណូលថ្មី Antoine Semenyo រកបានគ្រាប់បាល់ដំបូងក្នុងប្រកួតដំបូងរបស់គេខណៈដែលយុវជន Ryan McAdoo ក៏បានបង្ហាញខ្លួនយ៉ាងអស្ចារ្យផងដែរចំណែកឯអ្វីដែលធ្វើឲ្យកាន់តែមានភាពភ្ញាក់ផ្អើលទៅទៀតនោះគឺក្រុម Wrexham និង Macclesfield បានធ្វើឲ្យក្រុម Premier League ហាលអរ៉ៃពលគឺក្រុម Wrexham លីកទី2បានបង្កើតប្រវត្តិសាស្ត្រដោយទម្លាក់ Nottingham Forest តាមរយៈការទាត់បាល់កាត់សេចក្តីពេណាល់ទី4-3ក្រោយស្មើគ្នា3-3ក្នុងម៉ោងធម្មតាអ្នកចាំទី Arthur Okonkwo ក្លាយជាវីរបុរសដោយសង្គ្រោះបាល់ពេណាល់ទីបាន2គ្រាប់រីឯក្រុម Macclesfield ដែលជាក្រុមក្រៅលីកអាជីព Non-League បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលដោយយកឈ្នះម្ចាស់ការពារជើងឯកឆ្នាំមុន Crystal Palace 2-1 សម្រាប់ជំនួបក្រុមធំវិញមាន Aston Villa ទម្លាក់ Spurs នៅកីឡដ្ឋាន Tottenham Hotspur ដោយក្រុមភ្ញៀវ Aston Villa បានយកឈ្នះម្ចាស់ផ្ទះ Spurs 2-1ក្របបាល់ជាជំនះរកបានដោយ Buendia និង Rogers ដែលជួយឲ្យក្រុមរបស់លោក Unai Emery ឡើងទៅជុំបន្ទាប់យ៉ាងមានទំនុកចិត្តការប្រកួតរវាងក្រុម Charlton Athletic និង Chelsea ក្នុងពានរង្វាន់ FA Cup ជុំទី3សម្រាប់លទ្ធផលនៃការប្រកួតក្រុមម្ចាស់ផ្ទះ Charlton 1 Chelsea 5ដែលធ្វើឲ្យអ្នកចាត់ការថ្មីលោក Liam Rosenior ដឹកនាំ Chelsea ទទួលបានជ័យជំនះយ៉ាងចាស់ដៃក្នុងការបង្ហាញខ្លួននៃការដឹកនាំលើកដំបូងរបស់លោកការប្រកួតនេះបានធ្វើឡើងនៅកីឡដ្ឋាន The Valley ដែលជាផ្ទះរបស់ Charlton ទោះបីជាក្រុមម្ចាស់ផ្ទះព្យាយាមតស៊ូយ៉ាងណាក៏ដោយក៏កម្រិតលេងរបស់ក្រុមមកពី Premier League នៅតែលើមលប់ជាពិសេសក្នុងវគ្គទី2ក្នុងវគ្គទី1 Chelsea គ្រប់គ្រងបាល់បានរហូតដល់ 87% ប៉ុន្តែត្រូវរងចាំរហូតដល់នាទីបន្ថែម 45+4 ទើបរកគ្រាប់បាល់ដំបូងបានដោយខ្សែការពារវ័យក្មេង Jorel Hato តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងស្អាតចូលមកដល់វគ្គទី2នៅនាទីទី50 Tosin Adarabioyo បានតែតបញ្ចូលទីគ្រាប់ទី2ឲ្យ Chelsea ទោះជាយ៉ាងណា Charlton បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តនៅនាទីទី57នៅពេលដែល Miles Learburn ស៊ុតបញ្ចូលទីបំប៉ងសំណាញ់ Chelsea នាំឲ្យលទ្ធផលក្លាយទៅជា 1-2 ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះមានទឹកមាត់លេបវិញក្នុងការតាមស្មើតែក្តីសង្ឃឹមរបស់ Charlton ត្រូវបានរលាយបាត់នៅពេលដែល Marc Guyo រកបានគ្រាប់ទី3នៅនាទី62នៅចុងម៉ោង Pedro Neto នាទី90+1 និង Enzo Fernandez នាទី90+4 ដោយបាល់ពេណាល់ទីបានបន្ថែមម្នាក់មួយគ្រាប់ទៀតដើម្បីបិទបញ្ចប់ការប្រកួតក្នុងលទ្ធផល 5-1 លោក Oliver Glasner ផ្ទុះកំហឹងយ៉ាងខ្លាំងក្រោយ Macclesfield យកឈ្នះ Crystal Palace ក្នុងពាន FA Cup ធ្វើឲ្យក្រុមរបស់លោកធ្លាក់ចេញពីជុំទី3ដោយយ៉ាងនឹកស្មានមិនដល់ដែលសេចក្តីរាយការណ៍លម្អិតបានឲ្យដឹងថាក្រុម Macclesfield ដែលជាក្រុមស្ថិតក្នុងលីកកម្រិតទាបបានបង្កើតភាពភ្ញាក់ផ្អើលបំផុតប្រចាំរដូវកាលដែលបានទម្លាក់ក្រុមខ្លាំងមកពី Premier League គឺ Crystal Palace ចេញពីការប្រកួត FA Cup ជុំទី3នេះគឺជាលទ្ធផលដែលគ្មានអ្នកណាជឿថាអាចកើតឡើងបានឡើយអ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងការប្រកួតនេះគឺជាការលេងដ៏អស្ចារ្យរបស់ក្រុម Macclesfield ដោយបានបង្ហាញពីស្មារតីតស៊ូមិនរាថយដោយយកឈ្នះលើក្រុមដែលមានលំដាប់ខ្ពស់ជាងខ្លួនឆ្ងាយក្រោយចប់ការប្រកួតលោក Oliver Glasner អ្នកចាត់ការទូតរបស់ Crystal Palace ត្រូវបានគេរាយការណ៍ថាផ្ទុះកំហឹងយ៉ាងខ្លាំងទៅលើទម្រង់លេងរបស់កូនក្រុមលោកបានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះការបាត់បង់ឱកាសនិងការការពារដ៏ធូររលុងដែលបណ្ដាលឲ្យក្រុមត្រូវហាលអាវត្រឹមជុំដំបូងដែលពួកគេចូលលេងហើយលោកបាននិយាយថាអ្នកមិនចាំបាច់ត្រូវការយុទ្ធសាស្ត្រអីក្នុងហ្គេមបែបនេះទេអ្នកគ្រាន់តែត្រូវបង្ហាញពីសមត្ថភាពដែលអ្នកមាននិងបង្ហាញពីមោទនភាពបន្តិចបន្តួចប៉ុណ្ណោះនោះអ្នកនឹងលេងក្នុងទម្រង់ផ្សេងពីនេះមិនខានប៉ុន្តែថ្ងៃនេះយើងខ្វះខាតអ្វីៗគ្រប់យ៉ាងទាំងអស់សម្រាប់ Macclesfield នេះគឺជ័យជំនះដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រក្លឹបដែលបានក្លាយទៅជាឃាតករសម្រាប់យក្សក្នុងពានរង្វាន់ចំណាស់ជាងមួយនេះការធ្លាក់ចេញនេះបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងទៅលើ Crystal Palace ខណៈដែលអ្នកគាំទ្រមានការខឹងសម្បារចំពោះលទ្ធផល
ចំណែកឯលោក Oliver Glasner ឥឡូវនេះកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការស្រោចស្រង់ស្ថានភាពក្រុមឡើងវិញនៅក្នុងលីកកំពូល។